ចឹងនៅពេលដែលយើង log ចូលមកដំបូងអញ្ចឹង admin ហើយនឹង password លេខ1បាទអញ្ចឹងតើយើងត្រូវបញ្ចូលអីមុនគេអញ្ចឹងវាដូចតែ version 4ដែរទេគាត់ថារូបរាងនិង interface ក៏ដូចជារបាយការណ៍វាខុសគ្នាប្រតិបត្តិការខុសគ្នាអញ្ចឹងបាទប៉ុន្តែ process វាដូចគ្នាទី1គឺយើងបញ្ចូលប្រវត្តិរូបបុគ្គលិកបាទអញ្ចឹងសម្រាប់អ្នកដែលប្រើ version 4ហើយគឺយល់ហើយអាហ្នឹងយើងគ្រាន់ចុចបន្ថែមអញ្ចឹងមកបាទហើយយើងបំពេញឈ្មោះតាមលំដាប់លំដោយវាអញ្ចឹងមកហើយបន្តមកយើងចុចរក្សាទុកបាទហើយដល់ពេលយើងចង់កែប្រែយើងចុចកន្លែងកែប្រែនេះហើយបន្តមកយើងចុចកែប្រែបែបហ្នឹងមកហើយបន្តមកយើងចង់កែអីឧទាហរណ៍ super នេះខ្ញុំលុបលេខ1ចេញណាបាទនេះក៏ប៉ុន្តែមិញមានលេខ1យើងកែប្រែយើងផ្លាស់ប្ដូរអញ្ចឹងមកយើងចុចរក្សាទុកបាទតែប៉ុណ្ណឹងជាការស្រេចណាបាទហើយដល់ពេលយើងចង់ print កាតសិស្ស print អីអានេះគឺជារបាយការណ៍នៅក្នុងប៊ូតុងបុគ្គលិកហ្នឹងគឺវាមានច្រើនអញ្ចឹងឧទាហរណ៍ថាយើងចង់ print តារាងវត្តមានយើងចុចអញ្ចឹងមកអញ្ចឹងវាចាប់តារាងវត្តមានមកប៉ុន្តែឧទាហរណ៍យើងចង់ print កាតយើងចុចកន្លែងហ្នឹង print កាតបាទនេះអញ្ចឹងវាស្តៀងគ្នាវាដូចគ្នាទេ process វាគាត់ថាតម្រង់កាតអីវាខុសគ្នាដោយសារតម្រង់កាតរបស់យើងមាន QR ទៀតណាហ្នឹងហើយអញ្ចឹងកុំច្រឡំថា QR ហ្នឹងយើង attach ចូល QR ហ្នឹងគឺវា generate auto ទេអា QR នៅលើកាតនេះនេះបាទនេះអញ្ចឹងបាទហើយតកតងនឹងកាតក៏យើងអាចបដូរពណ៌បដូរ background អីបានច្រើនបាទនិយាយទៅយើងចង់បដូរយ៉ាងម៉េចក៏បានដែរហើយអានេះវាមានតម្រៀបតាម core to all មានតម្រៀបតាម code បាទអានេះយើងមានលិខិតបញ្ជាក់ប្រាក់បៀវត្សអីក៏មានដែរអញ្ចឹងបាទហើយការ export ទៅជា PDF អីគឺមានលក្ខណៈស្តៀងគ្នាទេគាត់ថាអានេះយើងអត់ចាំបាច់ចុច icon នេះអីទេអញ្ចឹងយើងក៏មកស្ដាំលើវាបាទបើយើងមកអត់ចេញយើងចុចអញ្ចឹងដូចគ្នាបាទនេះបាទអញ្ចឹងយើង export ទៅជា PDF មកបាទហើយបន្តមកយើងរើសទីតាំងវាបាទហើយខ្ញុំដាក់លេខដោយសារខ្ញុំធ្លាប់ export ហើយអញ្ចឹងខ្ញុំដាក់លេខ1ជាបាទនេះអញ្ចឹងមកវាទាញទៅជា PDF វាបើកជាមួយ Excel PDF ហ្នឹងអាហ្នឹងយើង export របាយការណ៍ផ្សេងៗហើយគ្រប់របាយការណ៍ទាំងអស់គឺសិតតែអាច export បានហ្នឹងហើយអញ្ចឹងអាហ្នឹងតាក់ទងនឹងចំនួនថ្មីរបស់យើងបាទ version ថ្មីរបស់យើងហើយបន្តមកឧទាហរណ៍ថាយើង search ឈ្មោះបាទយើង search ឈ្មោះម្ដងហ្នឹងវាអត់ប្រកាន់អក្សរតូចអក្សរធំទេឧទាហរណ៍ថាឈ្មោះvisa នេះខ្ញុំទៅសេអក្សរតូចក៏ search ចេញដែរអក្សរអង់គ្លេសបាទកាលមុនវាប្រកាន់បើយើងវាយអក្សរធំតើ search អក្សរធំឥឡូវខ្ញុំ search visa អញ្ចឹងវាចេញដែរឃើញទេបាទហើយតាក់ទងអក្សរខ្មែរយើងនៅ search បានដូចមុនដូចដដើមបាទនេះឥឡូវយើង search normal បាទអញ្ចឹងយើងវាយមកអញ្ចឹងនេះ normal បាទអញ្ចឹងនេះគឺជា version 5 បាទ process ទី1របស់វាគឺយើងបញ្ចូល record បុគ្គលិក process ទី2យើងបង្កើតថ្នាក់រៀនបាទគាត់ថាការបង្កើតថ្នាក់រៀនគឺយើងចុចដូចមុនប៉ុន្តែវាមានរហូតដល់14មុខតារាងបញ្ចូលបន្ទូហើយ14មុខហ្នឹងគឺយើងអាច store បានគ្រប់ខែទាំងអស់ខែមករាខែកុម្ភៈខែមីនាខែមេសាខែឧសភារហូតដល់ខែធ្នូបាទហើយវាមានទាំងការបូកសរុបបន្ទុកប្រចាំឆ្នាំមាសនិងប្រឡងឆ្នាំមាសឬក៏បន្ទុកចាំត្រីមាសហើយនិងប្រចាំឆ្នាំវាមានសភៅតាមដានការសិក្សាហើយនិងលទ្ធផលសិក្សាគេហៅថាដូចយើងសាមុនយើងហៅថា report card បាទហ្នឹងហើយប៉ុន្តែឥឡូវយើងមានសភៅតាមដានការសិក្សាគឺដូចសភៅរដ្ឋដូចសភៅដែលគេបោះពុំលក់មួយក្បាល1500 2000អីចឹងហ្នឹងហើយអញ្ចឹងគឺយើង print មកសភៅហ្នឹងគឺមាន19ស្លឹកបាទសម្រាប់សិស្សម្នាក់បាទអញ្ចឹងការបញ្ចូលថ្នាក់រៀននឹងយើងពេញអញ្ចឹងមកហើយយើងដាក់តម្លៃឥឡូវយើងមានដល់4តម្លៃ1ខែ3ខែ6ខែនិង12ខែអញ្ចឹងពេលយើងបញ្ចូលអញ្ចឹងយើងចុច save ហើយដល់ពេលយើងចង់កែប្រែយើងចុចកន្លែងនេះកែប្រែមកតោះមកយើងចុចលើនឹងមកបាទអញ្ចឹងអានេះយើងចង់កែប្រែអីឧទាហរណ៍យើងកែប្រែអីយើងដាក់មកអានេះខ្ញុំដាក់តេស្តណាបាទហើយបន្តមកយើងចុចរក្សាទុកមកឥឡូវខ្ញុំមើលថ្នាក់ផ្សេងនេះដូចថ្នាក់ទី3នេះបាទអញ្ចឹងយើងពេញបែបហ្នឹងមកនេះតោះមកយើងចុចរក្សាទុកបាទអញ្ចឹងបន្ទាប់ពីយើងមានហើយនេះថ្លៃសិក្សាបើសិនជានៅក្នុង version 4យើងអត់មានរបាយការណ៍ទេកន្លែងហ្នឹងយើង print អញ្ចឹងមកអញ្ចឹងវានឹងបង្ហាញថាកម្មវិធីសិក្សាភាសាអង់គ្លេសមានប្រមាណថ្នាក់ក្នុងនេះមាន3ថ្នាក់អញ្ចឹងតម្លៃ1ខែបង់ប្រមាណ3ខែបង់ប្រមាណ6ខែបង់ប្រមាណនេះយើងអាច print នៅដាក់នៅតុ reserve ដើម្បីងាយស្រួលមើលបាទអញ្ចឹងនេះកម្មវិធីសិក្សាភាសាខ្មែរមានប្រមាណថ្នាក់ហ្នឹងវាបែងចែកឲ្យយើងអញ្ចឹងហើយដល់ពេលមុនប្រឡងជួនកាលយើងអត់ដឹងថាត្រូវប្រឡងអីខ្លះឯងអ្នកសិត system សិតផ្សេងគ្រូប្រឡងមុខវិជ្ជាផ្សេងដល់ពេលអញ្ចឹងយើងពិបាកដាក់តាមមុខវិជ្ជាប៉ុន្តែសម្រាប់ version 5គឺមានមុខវិជ្ជាសម្រាប់បន្ទុកឲ្យស្រេចអញ្ចឹងយើងគ្រាន់តែចុច print អញ្ចឹងទៅគ្រូគាត់អាចមើលតើថ្នាក់គាត់ត្រូវប្រឡងមុខវិជ្ជាអីខ្លះអញ្ចឹងវាមានមុខវិជ្ជាដាក់នៅនឹងហើយនឹងបន្ទុកពេញបាទ170អញ្ចឹងធ្វើឲ្យការប្រើប្រាស់របស់យើងមានលក្ខណៈងាយស្រួលនិងរហ័សលឿនជាងមុនបាទតោះឥឡូវយើងមកមើល process ទី3គឺជា process ដែលយើងអាសាប្រើជាងគេគឺកន្លែងហ្នឹងគឺកន្លែងចុះឈ្មោះសិស្សហើយអញ្ចឹងអាទី1ទី2វាមាន relationship ជាមួយអាទី3នេះបាទអញ្ចឹងពេលដែលយើងចុះឈ្មោះសិស្សតែយើងចុះមិនអញ្ចឹងយើងចូលកន្លែងប៊ូតុងសិស្សនោះចុចបន្ថែមថ្មីកន្លែងនេះបាទឥឡូវខ្ញុំដាក់ថាតេស្តសិស្សថ្មីអូខេតេ new to den បាទអញ្ចឹងយើងដាក់តែប៉ុណ្្នឹងមកហើយយើងចុចអានេះយើង add រូបថតបានយើងដាក់ថ្ងៃខែឆ្នាំកំណើតក៏បានដែរណាបាទនេះអញ្ចឹងមកបាទតែយើងបញ្ចូលឲ្យត្រូវមក
អូខេលេខទូរស័ព្ទយើងដាក់អីក៏បានដែរនេះឈ្មោះរូបថតឪពុកម្ដាយឈ្មោះឪពុកម្ដាយកំណត់ចំណាំអានេះអត្រ័យយើង select យកមកបាទភូមិខឬក៏ភូមិអីចឹងយើង select យកមកហើយបន្តមកយើងចុចបង់ថ្លៃសិក្សាបាទនេះបង់ថ្លៃសិក្សាហើយកន្លែងនេះគឺយើងដាក់វគ្គសិក្សាដែលយើងបានកំណត់នៅក្នុងប្រសេសទី2មិញយើងមានថ្នាក់កុំព្យូទ័រថ្នាក់ទី3ថ្នាក់អីបាទអាប្រសេសទី2បាទប្រសេសទី1បុគ្គលិកអានេះប្រសេសទី2អញ្ចឹងវាបង្ហាញលិសថ្នាក់រៀនដែលយើងបាន add ចូលឥឡូវឧទាហរណ៍ថាគាត់ចូលថ្នាក់ទី2ចុះបាទនេះគ្រូបរិញ្ញាបត្រពួនវិរៈយុទ្ធមួយខែ$20 3ខែ55 6ខែ105និងមួយឆ្នាំ205អញ្ចឹងយើងគ្រាន់ select ទៅនឹងមកវាចាប់ឲ្យយើងអូតូមួយខែ$20ថ្ងៃខែនេះយើងអត់សេរីណាបាទអញ្ចឹងវាចាប់ថ្ងៃនឹងអូតូម៉ាទិកតែបើសិនកូនសិស្សគាត់ចូលតាំងពីថ្ងៃទី20អីអញ្ចឹងយើងសេរីបានតែបើគាត់ចូលថ្ងៃហ្នឹងយើងអត់សេរីទេយើងតែប៉ុណ្ណឹងមកហើយបើគាត់បង់3ខែយើងចុចកន្លែងនេះ3ខែអញ្ចឹងវាសេរីហើយនេះវាសេរីអូតូហើយពីខែ3មកដល់ខែ6បាទចំនួនលុយក៏វាតូតាល់តាមហ្នឹងដែរអញ្ចឹងណាបាទហើយកន្លែងនេះកូនសិស្សគាត់បង់ចូលបង់ឲ្យបង់មកសាលាហ្នឹងបង់ជាលុយសុទ្ធឬក៏បង់តាមធនាគារបង់តាមធនាគារយើងមាន2ក្នុងនេះយើងមាន ABA ហើយនិង ABA លុយដុល្លារបាទចឹងបើគាត់បង់ជា ABA លុយដុល្លារយើង select ABA លុយដុល្លារមកបាទហើយកន្លែងនេះកន្លែង add សេវារថយន្តបាទអញ្ចឹងបើគាត់ជិះរថយន្តដែរយើង add សេវារថយន្តមកទិញតំណែងទិញឯកសណ្ឋានបាទយើងចុចកន្លែងនេះមកទិញឯកសណ្ឋានអញ្ចឹងសួរថានេះឯកសណ្ឋានហើយនឹងតំណែងផ្សេងដូចជា Oxford Dictionary អីនេះអាហ្នឹងគេបញ្ចូលទៅណាអាហ្នឹងគេបញ្ចូលនៅកន្លែង stock ចាំពេលខ្ញុំចេញទៅវិញខ្ញុំនឹងបង្ហាញកន្លែង stock ដែលត្រូវបញ្ចូលអា list ឈ្មោះ list តំណែងនេះដើម្បីយើង add បញ្ចូលបាទអញ្ចឹងទាំងអស់មាន$118អញ្ចឹងយើងគ្រាន់ចុចពាក្យរក្សាទុកមកជាការស្រេចហើយអញ្ចឹងយើងបានលិសឈ្មោះសិស្សថ្មីនេះតេស្តមើលណាបាទហើយយើងចុច print វិក័យប័ត្រធម្មតាមកបាទនេះគឺជាវិក័យប័ត្រដែលយើង print ចេញណាបាទតែប៉ុណ្្នឹងជាការស្រេចទៅយើង close មកបាទហើយដល់ពេលយើងចង់កូនសិស្សចាស់គាត់ដល់ថ្ងៃត្រូវបង់លុយអញ្ចឹងយើងចូលកន្លែងហ្នឹងដដែលមកបាទយើងចូលកន្លែងហ្នឹងដដែលមកហើយបន្តមកយើងមើលថាតើសិស្សណាដែលមានលេខពណ៌ក្រហមបើសិស្សដែលមានលេខពណ៌ក្រហមមានន័យថាគាត់ដល់ថ្ងៃបង់លុយហើយអញ្ចឹងយើងអាចដឹងថាក្នុងនេះយើងមើលអាលេខពណ៌ក្រហមនេះមាន54នាក់អញ្ចឹងក្នុងនោះមានន័យថាកូនសិស្សដល់ថ្ងៃបង់លុយហ្នឹងគឺមាន54នាក់អញ្ចឹងយើងចូលកន្លែងហ្នឹងមកចូលកន្លែងហ្នឹងមកយើងត្រូវ scroll រកកូនសិស្សណាដែលដល់ថ្ងៃបង់លុយដែលមានលេខពណ៌ក្រហមអញ្ចឹងវាយូរមែនទេបាទបើវាយូរយើងចុចកន្លែងតម្រៀបតាមថ្ងៃនេះតម្រៀបតាមថ្ងៃអញ្ចឹងមកមានន័យថាកូនសិស្សដែលដល់ថ្ងៃបង់លុយខ្លាំងជាងគេវានៅលើគេបាទអញ្ចឹងវាងាយស្រួលដល់យើងបាទយើងដឹងថាកូនសិស្សយើងដល់ថ្ងៃបង់លុយនេះអញ្ចឹងអាលើហ្នឹងបាទហើយដល់ពេលគាត់មកបង់លុយឧទាហរណ៍គាត់បង់លុយយើងត្រូវធ្វើម៉េចបាទយើងចុចកន្លែងកែប្រែនេះបាទចុចកន្លែងកែប្រែហ្នឹងមកឥឡូវឧទាហរណ៍ថាឧទាហរណ៍ថាវិរៈបុរីគាត់មកបង់លុយអញ្ចឹងយើងចុចកន្លែងកែប្រែនេះមកបាទចុចកន្លែងកែប្រែហ្នឹងមកអញ្ចឹងក្នុងហ្នឹងយើងមកគាត់មកបង់លុយអញ្ចឹងយើងចុចអានេះបាទបើគាត់បន្ថែមថ្នាក់ថ្មីចុចអានេះបើគាត់បដូរថ្នាក់យើងចុចអានេះបើគាត់ទិញតំណែងចុចអានេះអញ្ចឹងបើគាត់មកបង់លុយថ្លៃសិក្សាអញ្ចឹងយើងចុចអានេះចឹងហ្នឹងមកគឺវាអូតូម៉ាទិកឯងដោយសារអីរដងគាត់បង់3ខែហ្នឹង$55អញ្ចឹងវាចាប់ឲ្យយើងអូតូយើងគ្រាន់តែចុចអាហ្នឹងមួយហើយចុច sell បាទតែបើយើងចង់សេរីកែកុនទៅធ្លាប់បង់3ខែឥឡូវសូមមកបង់មួយខែម្ដងយើងចុចមកមួយខែមកជាការស្រាច់ហើយនេះប៉ុន្តែនេះគាត់ធ្លាប់បង់3ខែអញ្ចឹងយើងដាក់3ខែហើយសេវារថយន្តអីដែលគាត់ធ្លាប់បង់ប្រហែលគឺវានៅប៉ុណ្ណឹងដដែលបាទអញ្ចឹងកន្លែងនេះយើងដាក់មកបើគាត់បង់ជាតាម ABA លុយរៀលចុចអាហ្នឹងមកហើយបន្តមកយើងចុចរក្សាទុកបាទតែប៉ុណ្ណឹងបាទហើយបន្តមកយើងចេញវិក័យប័ត្របានណាបាទជាពិសេសសាលាថ្មីដែលអត់ទាន់យល់ច្បាស់ពីរបៀបបង់ប្រាក់ហ្នឹងអាហ្នឹងប៉ុណ្ណឹងបាទនៅមួយទៀតគ្រូគាត់តែងតែសួរថាអាឡៃថ្ងៃខែនេះពេលដែលយើងកែវាយើងចុចបង់ប្រាក់ហេតុអីបានយើងកែបានអាហ្នឹងគឺកែបានឬក៏កែមិនបានគឺអាស្រ័យទៅលើការកំណត់ setting និងសិទ្ធិរបស់យើងអញ្ចឹងតែបើសិនអ្នកគ្រប់គ្រងអ្នកឬក៏ admin ក៏កំណត់សិទ្ធិឲ្យយើងអាចកែបានអាថ្ងៃនេះយើងកែអត់បានទេអញ្ចឹងគឺវាអូតូគាត់ថាយើងអាចដាក់ចំនួនខែដែលគាត់បង់បើគាត់បង់3ខែដាក់3ខែបង់1ខែដាក់1ខែអញ្ចឹងណាបាទតែបើយើងចង់កែប្រែកែអត់បានទេឥឡូវហ្នឹងតើយើងមានសិទ្ធិអញ្ចឹងអ្នកដែលមានសិទ្ធិកែបានគឺអាចកែបានតែដល់យើងចង់ដឹងថាហ្នឹងគេត្រូវបើកសិទ្ធិដោះសិទ្ធិអីមិនអាហ្នឹងយើងមានវីដេអូនៅខាងលើអញ្ចឹង scroll មើលបន្តិចទៅណាបាទអានេះខ្ញុំសូមបន្ថែមវងកញ្ចក់កន្លែងហ្នឹងអូខេខ្ញុំ close មកវិញខ្ញុំទៅបង្ហាញកន្លែងបញ្ចូល stock បាទ stock ហ្នឹងយើងមានឯកសណ្ឋានយើងមាន dictionary យើងមានសេវារថយន្តអីគឺយើងបញ្ចូលទៅនេះអញ្ចឹងយើងចុចបន្ថែមអញ្ចឹងមកហើយយើងដាក់barcode តំណែងរបស់យើងមកហើយយើងវាយផលិតផលរបស់យើងអញ្ចឹងមកបាទអញ្ចឹងអាហ្នឹងតាក់ទងតំណែងឥឡូវយើងមកមើលតំណែងគេបញ្ចូលបែបម៉េចអញ្ចឹងខ្ញុំចុចកន្លែងនេះដើម្បីកែប្រែហើយខ្ញុំចុចទៅលើ Oxford Dictionary មួយមើលបាទអញ្ចឹងគេបញ្ចូលបែបហ្នឹងណាបាទអញ្ចឹងអាច scope វីដេអូនឹងមើលបានអូខេហើយកន្លែងណាឆ្ងល់អាចសួរខ្ញុំបន្ថែមទៀតបានហើយអានេះតាក់ទងនឹងសេវារថយន្តគឺយើងបញ្ចូលបែបម៉េចអញ្ចឹងសេវាកម្មគឺវាត្រូវមានកូដរបស់វាមួយគឺកំពុងកញ្ចក់អក្សរ S កំពុងកញ្ចក់អញ្ចឹងបើសិនយើងចង់បញ្ចូលសេវាកម្មយើងដាក់លេខកូដអីក៏បានដែរព្រោះសេវាកម្មអត់មានបិទផ្លាកតំណែងទេអញ្ចឹងដាក់លេខកូដកុំឲ្យតើជាន់គ្នាទៅហើយបន្តមកយើងដាក់ឈ្មោះសេវាកម្មរបស់យើងនេះឧទាហរណ៍ school bus យើងដាក់ school bus លេខ1 school bus លេខ2ហើយដល់ពេលបើវាជាសេវាកម្មយើងដាក់ S កំពុងកញ្ចក់អក្សរ S កំពុងកញ្ចក់អញ្ចឹងអានឹងយើងធ្វើតែប៉ុណ្ណឹងមកយើងចុច save មកជាការស្រាច់ហើយបាទហើយអានេះយើងមានច្រើនទៀតនៅក្នុងនេះរបាយការណ៍ច្រើនទៀតតែខ្ញុំអត់បង្ហាញទេយើងមាន print ជា label បិទតំណែង automatic យើងមានតំណែងចិត្ត off stock អីគឺយើងគ្រាន់ចុចលើនឹងមកគឺវាសតឲ្យយើង automatic ទេបាទតោះឥឡូវខ្ញុំអត់បន្ថែមច្រើនទេបាទខ្ញុំគ្រាន់ចង់បង្ហាញថាសាលាថ្មីដែលគាត់ប្រើហ្នឹងគាត់ត្រូវ
បញ្ចូលអីមុនគេបាទអញ្ចឹងខ្ញុំរំលឹកខ្ញុំបកក្រោយមកវិញគឺទី1គឺយើងបញ្ចូល record បុគ្គលិកទី2យើងបង្កើតថ្នាក់រៀនទី3យើងអាចធ្វើការចុះឈ្មោះសិស្សហើយសួរថាពេលដែលយើងបង់ប្រាក់ហើយយើងទទួលបានចំណូលយើងមើលនៅណានេះគឺយើងនៅមើលកន្លែងនេះកន្លែងរបាយការណ៍របស់យើងកន្លែងហ្នឹងគឺកន្លែង finance ហើយបាទកន្លែងហ្នឹងខ្ញុំនឹងមានវីដេអូបង្ហាញលម្អិតនៅក្នុង group ទៀតទេបាទចង់ច្បាស់មើលថែមឥឡូវខ្ញុំបង្ហាញទូថាតើយើងមើលបែបម៉េចឧទាហរណ៍ថាយើងចង់ដឹងថាថ្ងៃហ្នឹងយើងមានចំណូលប្រហែលយើងសតកន្លែងនេះមុនគេគឺយក today បាទហើយតមកយើងចង់មើលអំពីអីអានេះគឺវាអូតូថ្លៃសិក្សាបាទប៉ុន្តែបើយើងមើលទាំងតំណែងទាំងអីហ្នឹងយើងយកកន្លែងប្រតិបត្តិការបាទអញ្ចឹងក្នុងហ្នឹងវាមានថ្លៃបង់ថ្លៃសិក្សា2ហើយនឹងទិញតំណែងហើយនឹងបង់សេវាកម្មអីផ្សេងបាទហើយតមកយើងព្រីនរបាយការណ៍យើងចុចព្រីនទៅនឹងមកអញ្ចឹងវាសរុបឲ្យយើងហើយយើងអាចព្រីនអានេះមួយទៀតបាទអញ្ចឹងវា style សតផ្សេងគ្នាអញ្ចឹងអានេះវាសតប្រភេទចំណូលបាទបើមានចំណាយទៀតវានឹងធ្លាក់ប្រភេទចំណាយហើយតមកវាចេញគេហៅថា net income នៅនេះបាទនេះអញ្ចឹងយើងមានចំណូលក្នុងថ្ងៃហ្នឹង$227បាទអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណេះសិនបាទដោយសារតែយើងអាចបង្ហាញទាំងអស់បានទេគឺច្រើនមែនទែនបាទអញ្ចឹងវីដេអូនេះសង្ឃឹមថាសាលាថ្មីគាត់នឹងយល់បានខ្លះទាក់ទងនឹង process នៃការប្រើsystem នេះបាទនេះគឺសង្ខេបទេប៉ុន្តែយើងមានវីដេអូលម្អិតតាំងពីដើមរហូតដល់ចប់នៅក្នុង group A+ V5 យើងគ្រាន់តែចូលទៅក្នុង Telegram ហើយបន្ទាប់មកយើងវាយពាក្យ add បាទបន្ទាប់មកយើងវាយពាក្យ A+ បាទបន្ទាប់មកយើងវាយ SD បន្ទាប់មកយើង underscore បន្ទាប់មកយើង V5 អញ្ចឹងមកយើងចូលនៅនឹង plot អញ្ចឹងវីដេអូអីក៏មានដែរបាទមានតាមដោយវីដេអូអ្វីដែលយើងត្រូវបញ្ចូលមុនគេអ្វីដែលយើងធ្វើមុនគេមានពីលើពីដើមមកអញ្ចឹងយើងអស់មើលមកមានលេខរៀងទៀត Q1 Q2 Q3 Q4 អញ្ចឹងណាបាទនេះរបៀបបញ្ចូលព័ត៌មានបុគ្គលិកបាទរបៀបបង្កើតថ្នាក់រៀនបាទរបៀបបង្កើតថ្នាក់រៀនហ្នឹងហើយអានេះរបៀបបង្កើតសេវារថយន្តបាទយើងមានតាមហ្នឹងទាំងអស់បាទរបៀបបញ្ចូល stock អីយើងមានវីដេអូតាមដោយវាបាទហើយអញ្ចឹងសម្រាប់អ្នកដែលអត់ទាន់ប្រើក៏អាចចូលមើលបានដែរយើងគ្រាន់ចូល Telegram search A+ V5 ហ្នឹងមកគឺយើងចូលមកដូចគ្នាហើយក្នុងហ្នឹងមាន free ឯកសារក៏ដូចជាឯកសារសៀវភៅបង្រៀនមេរៀនហើយក៏ដូចជាកម្មវិធីកុំព្យូទ័រផ្សេងៗមួយចំនួនទៀតនៅក្នុងនេះបាទក្នុងនេះគឺមានអ្នកjoinច្រើនមែនតើបាទនេះអញ្ចឹងដោយសារតែក្នុងនេះគឺជាកម្មវិធីមាន Corel មាន Adobe Photoshop មានអីមាន Office មាន license អីគឺយើង free មានរបៀបតម្លើង Windows សិតWindows មានរបៀបធ្វើ flash boot អីគឺមាននៅក្នុងនឹងទាំងអស់អញ្ចឹងចង់ដឹងព័ត៌មានបន្ថែមកុំភ្លេចចូលទៅកាន់បាទ Telegram A+ SD V5 ទាំងអស់គ្នាបាទហើយខ្ញុំនឹងដាក់ link caption នៅក្នុង caption វីដេអូហ្នឹងបាទអញ្ចឹងសូមបងប្អូនចូលទៅមើលទាំងអស់គ្នាបាទហើយក៏ជួយ like និង subscribe នៅក្នុង Facebook channel ក៏ដូចជា YouTube របស់ខ្ញុំបាទផងបាទសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូបន្ទាប់ទៀតបាទ